trong lênទឹកចិត្តម៉ាក់ថ្មីថ្មោងដែលគាត់ចង់បូមទឹកដោះទាំងអស់កុំឲ្យបាក់ទឹកចិត្តអីចឹងនិយាយទៅ baby ដែលគាត់ញ៉ាំទឹកដោះម្ដាយហ្នឹងហើយទឹកដោះម្ដាយហ្នឹងគឺគុណសម្បត្តិមានច្រើនហ្មងចាឲ្យគាត់មានប្រព័ន្ធភាពស៊ាំសុខភាពល្អអីចឹងណាគ្រូសំខាន់ឡើងមួយចាគាត់ឡើងគីឡូលឿនអីយ៉ា baby ចាហើយចុះមកពេលការប្រើប្រាស់មួយម៉ាស៊ីនបូមបែបហ្នឹងមានការជួយចុកចាប់ដាក់ព្រួយខាងបាក់ធំមកអត់ផងអ្នកគ្រូនិយាយទៅអត់មានឈឺអីទាំងអស់ថ្ងៃណាមួយខ្ញុំមានអារម្មណ៍ថាបូមមកអស់ទៀតខ្ញុំទៀតគ្រូចង់ដឹងថាហងៃនេះមមីញឹកក្នុងការងាររោងស៊ីផងត្រូវអត់មីចាអញ្ចឹងមមីលក់ដូរផងហើយក៏នៅអាចការបូមរបស់មីនឹងមិនដែលមានផលប៉ះពាល់ទៅដល់ការម៉ោងធ្វើការរោងស៊ីរបស់មីជាទូទៅពេលមួយថ្ងៃហ្នឹងគឺខ្ញុំបូមពីមុនគឺបូមឥឡូវគឺបន្ថយការបូមព្រោះអី baby គាត់មិនបានគ្រប់គ្រាន់អញ្ចឹងខ្ញុំបន្ថយការបូមឥឡូវហ្នឹងមួយថ្ងៃហ្នឹងបានតែ4ដងអីទេចា4ដងប៉ុន្តែមិញតាមលឺដូចជាមួយដងបានឡើង14លេខចាឬក៏5 10លេខចូល50លេខជាងក្នុងមួយថ្ងៃណាមកមីចានិយាយទៅខ្ញុំចង់លើកទឹកចិត្តម៉ាក់ថ្មីថ្មោងដែលគាត់ចង់បូមទឹកដោះទាំងអស់កុំឲ្យបាក់ទឹកចិត្តអីចឹងហើយបើឧទាហរណ៍បើចង់បានទឹកដោះច្រើនហើយមានសមត្ថភាពគឺអាចចូលជាសមាជិកអាម៉ាម៉ាបាននិយាយទៅគាត់យកចិត្តទុកដាក់តាំងពីថ្ងៃដំបូងដែលខ្ញុំទិញសម្រាលចាសម្រាលអីជាមួយនឹងជាវឧបករណ៍បូមទឹកដោះពីខាងគាត់និយាយទៅគាត់ព្យាយាមក្នុងការសួរនាំយើងថាយើងបូមមិនអីមិននិយាយទៅយកចិត្តទុកដាក់ហ្មងចាហើយបន្តដល់ខ្ញុំឥឡូវបានឡើង75ខែហ្នឹងគឺគាត់នៅតែព្យាយាមចូលមកសំណេះសំណាលមួយយើងរហូតចឹងចាចាអរគុណច្រើនរវីចាហើយអរគុណមែនតើដែលអ្នកម៉ាក់ជឿជាក់ជឿរើសសេវាប្រឹក្សាជាមួយនឹងអ្នកគ្រូផ្ទាល់អ្នកគ្រូគឺអ្នកគ្រូមីតែជួយអ្នកម៉ាក់ឲ្យមានទឹកដោះពេញលេញហើយនឹងមានសមត្ថភាពនៅលើដើមទ្រូងរបស់អ្នកម៉ាក់ផងដែរដើម្បីជៀសវាងការដែលអ្នកម៉ាក់គាត់ជឿរើសទិញម៉ាស៊ីនបូមនៅតាមទីផ្សារដែលអត់ទាន់បានការយល់ដឹងច្បាស់ពីការប្រើប្រាស់គាត់អាចជឿចូលជាសមាជិករបស់អ្នកម៉ាក់អញ្ចឹងបានណាគាត់បានទាំងទឹកដោះហើយបានសុខភាពសប្បាយចិត្តសុខភាពកូនក៏ល្អក្នុងការចំណាយទៀតតែអរគុណច្រើនអ្នកម៉ាក់តែ